ខ្លះមិនចាំបាច់ដល់យើងចំណាយលុយច្រើននៅក្នុងការធ្វើទេធំតែពី3000ណាក៏យើងអាចធ្វើបានហើយញ៉ាំទៅមានក្តីសុខដែរដូចក្នុងថ្ងៃនេះអញ្ចឹងខ្ញុំចំណាយលុយអស់តែ3000នេះសម្រាប់ម្ហូបមួយមុខហ្នឹងអញ្ចឹងណាខ្ទឹមសជាមួយនឹងម្ទេសយើងចាប់ផ្ដើមលីងឲ្យឡើងឈ្ងុយហើយទុកម្ល៉េះសិនយើងចាប់ផ្ដើមមកកម្ដៅត្រីចង្កាក់របស់យើងវិញម្ដងសម្រាប់ត្រីនេះដែរបងប្អូនអាចប្រើត្រីអីក៏បានដែរណាប៉ុន្តែដោយសារតែខ្ញុំអត់មានបើសិនជាមានត្រីរបៀបថាត្រីដែងត្រីអីក៏ឆ្ងាញ់ដែរវាអត់មានឆ្អឹងអញ្ចឹងណាយើងបុកត្រីរបស់យើងហ្នឹងឲ្យម៉ត់ល្អហើយចាំយើងចាប់ផ្ដើមមកបុកខ្ទឹមសជាមួយនឹងម្ទេសដែលយើងបានលីងមុននឹងវិញម្ដងយើងបុកគ្រឿងទាំងពីរមុខហ្នឹងឲ្យវាម៉ត់ចូលគ្នាល្អហើយចាំយើងវាយគ្រឿងចូលដែលគ្រឿងឯហ្នឹងគឺខ្ញុំប្រើជាមួយនឹងប៊ីចេងហើយនឹងស្ករមួយមុខបន្តិចដែរអញ្ចឹងណាហើយខ្ញុំបានប្រើអំបិលទេគឺខ្ញុំប្រើទឹកត្រីដោយសារតែខ្ញុំអត់មានប្រហុកក៏បើសិនជាបងប្អូនមានប្រហុកក៏អាចដាក់ប្រហុកចូលបន្តិចទៅហើយតែឆ្ងាញ់ទៀតបន្ទាប់ពីខ្ញុំដាក់គ្រឿងហ្នឹងចូលហើយខ្ញុំមានកសាំងដាក់ចូលដែរហើយនេះខ្ញុំបុកកសាំងត្រីឆ្អើរអញ្ចឹងណាបងប្អូនបុកកសាំងឲ្យវាម៉ត់ចូលជាតិគ្នាល្អជាមួយនឹងគ្រឿងក្រៅរបស់យើងហើយអស់ចាំចាប់ផ្ដើមដាក់ជាមួយនឹងសណ្តែកដីចំណែកឯសណ្តែកដីនេះមិនបាច់បុកម៉ត់ពេកក៏បានដែរយើងគ្រាន់តែឲ្យវាបែកតិចអញ្ចឹងណាបន្ទាប់ពីយើងដាក់ហើយយើងចាប់ផ្ដើមដាក់ត្រីឆ្អើរយើងវិញម្ដងតែយើងបានបុកមុនហ្នឹងយើងច្បល់ត្រីឆ្អើរជាមួយនឹងគ្រឿងរបស់យើងហ្នឹងឲ្យវាចូលជាតិគ្នាល្អទៅហើយភ្លក់យករសជាតិមកល្មមទៅប៉ុណ្ណឹងគឺរួចរាល់ហើយសម្រាប់បុកត្រីឆ្អើរមួយមុខនេះបងប្អូនអាចដាក់ជាមួយនឹងជីនាងវងក៏បានឬមួយក៏ប្រើជាមួយនឹងម្អមក៏បានដែរសម្រាប់ខ្ញុំចូលចិត្តម្អមជាងអញ្ចឹងណាវាមានក្លិនឈ្ងុយហើយវាបង្កើនរសជាតិយើងនិយាយទៅវាអាស្រ័យលើការចូលចិត្តរបស់យើងដែរអញ្ចឹងណាហើយសម្រាប់បន្លែវិញយើងអាចផ្ទាប់ជាមួយនឹងបន្លែអីក៏បានដែរប៉ុន្តែសម្រាប់ខ្ញុំនេះខ្ញុំអត់មានបន្លែអីទេគឺមានតែម្អមនឹងឯង